សូមបន្តិចទៀតទន្ទឹមនឹងលោកបានលើកឡើងបែបនេះថាតើនៅពេលដែលបច្ចេកវិទ្យា AI វាមានការវិវត្តឆាប់រហ័សលឿនបែបហ្នឹងហើយធ្វើឲ្យក្រុមហ៊ុនបាទរោងចក្រសហគ្រាសមួយចំនួនកាត់បន្ថយបុគ្គលិកតើវាអាចប៉ះពាល់ទៅដល់គេថាបុគ្គលិកទេមួយទៀតតើបុគ្គលិកទាំងនោះគួរតែធ្វើខ្លួននឹងត្រៀមលក្ខណៈបែបណាដើម្បីទទួលបានការងារបន្តជៀសវាងការកាត់បន្ថយបុគ្គលិកបាទសំណួរល្អមែនទែនខ្ញុំសូម clarify បន្ថែមទៀតដែរបញ្ជាក់បន្ថែមឬក៏សង្កត់ធ្ងន់បន្ថែមកន្លែងកាត់បន្ថយបុគ្គលិកនេះពីព្រោះកុំឲ្យទស្សនិកជនយើងស្ដាប់ទៅគាត់មានអារម្មណ៍ negative ថាយ៉ាងម៉េចកាត់បន្ថយពាក្យតែកាត់បន្ថយមិនមែនត្រូវបាន apply ជាទូទៅគ្រប់វិស័យនោះទេវិស័យឧស្សាហកម្មមួយចំនួនជាពិសេសនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្មដែលត្រូវការទុនធានឬក៏កម្លាំងពលកម្មច្រើនអង់គ្លេសគេហៅថា intensive labor industry ឧស្សាហកម្មដែលពឹងពាក់លើជំនាញពលកម្មដែលនៅកម្រិតទាបបាទដូចជារោងចក្រកាដេបាទ garment industry ជាដើមរោងចក្រផលិតស្បែកជើងរោងចក្រមួយចំនួនយើងអាចទាន់ប្រើដល់បញ្ញាសិប្បនិម្មិតបានទាំងស្រុងទេបាទតែមានម៉ាស៊ីនទំនើបខ្លះហើយក៏ប៉ុន្តែនៅត្រូវប្រើប្រាស់កម្លាំងពលកម្មច្រើនបាទប៉ុន្តែអានេះគឺជាផ្នែកមួយដែលខ្ញុំចង់បញ្ជាក់ថាសម្រាប់វិស័យដែលឧស្សាហកម្មដែលពឹងផ្អែកទៅលើកម្មករជំនាញតិចឬក៏ជំនាញទាបគឺច្បាស់ណាស់ថាវាមិនទាន់ប៉ះពាល់ជាធំដុំនោះទេប៉ុន្តែទៅមុខច្បាស់ជាទទួលរងប៉ះពាល់ប៉ុន្តែដោយសារវិស័យ creative មួយចំនួនខ្ញុំឧទាហរណ៍នៅក្នុងកិច្ចការងារ marketing ក្នុងកិច្ចការងារលក់ក្នុងកិច្ចការងារធ្វើទីផ្សារក្នុងកិច្ចការងារទៅលើ operation គឺសុទ្ធតែពឹងពាក់ទៅលើបច្ចេកវិទ្យាបាទខ្ញុំជាក់ស្ដែងទៅលើ marketing មកខ្ញុំសូមនិយាយអានេះខ្ញុំពីមុនយើងពិបាកក្នុងការគិតទៅលើ concept ពិបាកក្នុងការផលិតវីដេអូមួយទៅ say script ផលិតជា concept ផលិតជាវីដេអូពិបាកក្នុងការ design graphic ត្រូវការអ្នកជំនាញកាត់តវីដេអូកាលពី18 9ឆ្នាំមុនដែលខ្ញុំផលិតចាប់ផ្ដើមធ្វើវីដេអូមួយថតត្រូវការចំណាយពេលកាត់តដោយដៃផ្ទាល់ដែលប្រើ computer រៀងទំនើបផងដែរអាចដល់2ទៅ3ថ្ងៃវីដេអូខ្លះអាចឈានដល់មួយអាទិត្យប៉ុន្តែនៅជាមួយនឹងវត្តមាននៃ technology ថ្មីចុងក្រោយយើងដឹងដូចជា CapCut ជាដើមយុវជនមួយចំនួនប្រើត្រឹមតែទូរស័ព្ទ smartphone មួយអាចកាត់តវីដេអូដែលចំណាយពេលវីដេអូខ្លះដែលមិនត្រូវការច្នៃប្រឌិត effect អីច្រើនចាយពេលដល់1ម៉ោងទៅ2ម៉ោងផងជាងបងប្អូនសម័យមើលថាតើវាយ៉ាងម៉េចដែរអានេះជារឿងមួយតូចមួយចុះរឿងផ្សេងៗទៀតដែលខ្ញុំនិយាយអំពីការលក់ទៅលើការប្រើប្រាស់ប្រព័ន្ធ digital ផ្សេងៗទៀតបាទអញ្ចឹងរឿងច្រើនមែនតើដែលកើតឡើងដែលនៅក្នុងវិស័យដែលត្រូវការជំនាញបុគ្គលិកជំនាញនេះខ្ញុំនិយាយតែថាឧស្សាហកម្មដែលពឹងផ្អែកទៅលើ intensive labor industry ហ្នឹងវាមិនទាន់ប៉ះពាល់ជាធំដុំទេប៉ុន្តែវិស័យ creative ឬក៏វិស័យដែលពឹងលើជំនាញខ្ពស់គេនឹងប្រើប្រាស់បច្ចេកវិទ្យាជំនួសច្រើនតែទាំងអស់នេះហើយដែលយើងត្រូវការជាចាំបាច់សម្រាប់ធ្វើម៉េចឲ្យទី1គឺយុវជនយើងត្រូវតែដឹងពីចក្ខុវិស័យរបស់ប្រទេសរបស់យើងផែនការមេរបស់ប្រទេសមួយដែលយើងកំពុងទៅតាម digital ហើយទី2ខ្ញុំនិយាយនេះដោយសារយើង Sitafa យើងធ្វើការងារជាមួយនឹងម្ចាស់សមាជិកថាអាជីវកម្មច្រើនម្ចាស់អាជីវកម្មផ្ដាច់ខាតត្រូវតែទទួលយកឲ្យបានលឿនទីបំផុតតាមតែអាចធ្វើបានតាមរយៈការបណ្ដុះបណ្ដាលនិងកម្មវិធីផ្សេងៗទៀតហើយដូច talk show យើងថ្ងៃនេះក៏ដើមខ្ញុំគិតថាធ្វើបាត់តាតិចច្រើនខ្ញុំគិតថាប្រហែលជាអាចនឹងខ្លាចជាធាតុចូលខ្លះដែរទៅដល់បងប្អូនយើងហើយទៅបញ្ជាក់មួយទៀតដែរផងដែរចា៎ម្ចាស់សហគ្រាសទាំងអស់ឬក៏សហគ្រិនទាំងអស់មិនមែនទៅរៀនធ្វើខ្លួនជា IT ទេបាទបងប្អូនមិនមែនធ្វើខ្លួនជា IT ឬក៏ជាអ្នក develop program ទេការដែលទៅរៀនបច្ចុប្បន្ននេះគឺរៀនឲ្យដឹងថាតើយើងគួរតែទទួលយកបច្ចេកវិទ្យាអីខ្លះយកមកប្រើហើយយើងធ្វើការងារជាមួយបុគ្គលិកជំនាញឬក៏យើងទៅរកបុគ្គលិកជំនាញអញ្ចឹងកុំឲ្យបងប្អូនយើងមានសម្ពាធថានៅពេលដែលឮពី digital នឹកឃើញភាសា code នឹកឃើញភាសា programming នឹកឃើញភាសាដែលបងប្អូនត្រូវរៀនខ្លាចជាអ្នក IT ឬក៏ជា developer ឬក៏ជាអ្នកកាត់តខ្លួនឯងដូចជាមិនចាំបាច់ទេគឺយើងរៀនដឹងអំពីបច្ចេកវិទ្យាទាំងអស់នោះហើយយើងទៅគ្រប់គ្រងអ្នកជំនាញដោយរបៀបណាដើម្បីឲ្យអាជីវកម្មរបស់ខ្លួនអាចទទួលយកនៅបច្ចេកវិទ្យាទាំងអស់នោះដើម្បីទៅប្រើប្រាស់បាននេះគឺជារឿងដែលត្រូវខ្ញុំចង់បញ្ជាក់ច្បាស់កុំឲ្យម្ចាស់សហគ្រាសយើងខ្នាតតូចខ្នាតមធ្យមជាពិសេសតែមក micro ជាដើមគាត់មានសម្ពាធហើយគាត់ហៅ stuck ថាឲ្យរៀនតែទៀតបើវ័យប៉ុណ្ណឹងជ្រេហើយបាទហ្នឹងហើយអញ្ចឹងអានេះគឺជារឿងដ៏សំខាន់ហើយនៅកម្ពុជាក៏យើងរកឃើញថាការផ្លាស់ប្ដូរនៃ digital ហ្នឹងគឺវិវត្តលឿនមែនទែនខ្ញុំនឹងត្រឡប់មកវិញខ្ញុំអត់ចង់កំភារមួយឡាវឬក៏បណ្ដាប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលយើងទេក្នុងចំណោមប្រទេសតូចៗដូចគ្នាកម្ពុជានៅក្នុងប្រទេសមួយដែលលេចធ្លោខ្លាំងពីព្រោះអីខ្ញុំឧទាហរណ៍រឿងតួលេខទូចមួយនិយាយអំពីអ្នកដែលមាន SIM card នៅកម្ពុជាទូទាំងទៅប្រទេសតែម្ដងយើងមានអ្នកប្រើ SIM សរុបគេហៅអង់គ្លេស subscribe SIM card subscriber អ្នកដែលទិញ SIM card គឺ21លានជាងឬក៏ជិត20លាន
22លាន បាទ ទៅលើចំនួននៃប្រជាជនសរុបរបស់យើងត្រឹមតែ7លាន បាទ មានន័យខ្លីថាម្នាក់ one user ឬក៏ one identity មិនបុគ្គលម្នាក់ហ្នឹងគាត់មាន SIM card ប្រើ2 3ទៅហើយគាត់មាន smartphone 2ឬក៏មានមួយប៉ុន្តែក្នុងនោះក៏មាន SIM card 2 3ទៅហើយ ដែរបាទ បានន័យថាការ access ទៅកាន់ smart device គឺមានការទទួលយកបានលឿនទៅហើយ